ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនអ៊ំពូមីងដែលផ្កាយខាងដាំដំណាំចេកបងប្អូនជួយណែនាំខ្ញុំបន្តិចផងពាក់ព័ន្ធជាមួយនឹងដើមចេកកាលឆ្នាំមុនណាខ្ញុំខំដាំមួយដើមដែរហើយវាបានផ្លែដែរទៅពេលហើយវាក៏លួយងាប់បាត់ទៅអត់បានហូបទេឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមធ្វើថែអាដើមកូនវាអាធំហ្នឹងជាកូនអាដើមមុនអញ្ចឹងទៅលើកនេះខ្ញុំរៀងថែចាហើយពេលដែលវាមានកូននេះគឺខ្ញុំបែកហ្មងដើម្បីកុំឲ្យវាបឺតជីជាតិពីអាធំណាអញ្ចឹងខ្ញុំបែកកូនហ្នឹងវាបានកន្លះខែវាចាប់ផ្ដើមចេញទៅយោងហ្មងបងប្អូនគ្រាន់តែថាពេលចេញទៅយោងហើយល្អមែនតែនតែតពេលវាកាន់តែយូរទៅវាដូចអត់សូវល្អចាំតិចទៀតបងប្អូនមើលឲ្យដល់ចប់ណានេះដូចនេះអញ្ចឹងវីដេអូនេះគឺចាប់ផ្ដើមដែលខ្ញុំគាស់កូនហ្នឹងបានកន្លះខែគឺចាប់ផ្ដើមបែកទៅយោងអញ្ចឹងមកហ្មងណាបងប្អូនល្អមែនតើខ្ញុំខ្ញុំសប្បាយចិត្តខ្ញុំតែឃើញផ្លែធំហ្មងព្រោះអីពូជវាផ្លែធំបងខ្ញុំថាគាត់បានហូបផ្លែវាម្ដងឯកាលមុនយកមកហ្នឹងគឺមួយផ្លែហូប2នាក់ចេកនេះបងប្អូនហើយមើលក្តឹបចេកគេបងប្អូនឡើងធំប៉ិនម្រាមដៃមេហ្នឹងប៉ិនមេដៃប៉ិនមេជើងហ្នឹងហើយប៉ុន្តែវានេះពេកបងប្អូនវាឆាប់វាខ្ចាយពេកអញ្ចឹងទៅអាមួយស្និតនោះនៅក្នុងពោះចេកឡើយហ្នឹងអត់តន់ចេញទេខ្ញុំទាញឲ្យមើលហ្នឹងបងប្អូនគឺវានៅក្នុងហ្នឹងហ្មងទៅពេលហើយបានមួយថ្ងៃពីរថ្ងៃមួយយប់ពីរយប់ទៅបានវាចេញផុតមកអញ្ចែបងប្អូនវារៀងផុតមកបន្តិចប៉ុន្តែបងប្អូនអូយពេលដែលវាចេញផុតហ្នឹងវាកងែងកងងតែពេលវាកងែងកងងអញ្ចឹងខ្ញុំពិបាកចិត្តបដ ாய் ស្ដាយបដ ாய் ខ្ញុំអត់មានអារម្មណ៍ថាខ្លាចតែមិនបានហូបទេប៉ុន្តែគាត់ថានៅតែផ្លែល្អអញ្ចឹងនៅតែសង្ឃឹមប៉ុន្តែគាត់ថាឃើញវាកងែងកងងទៅក៏គិតថាប្រហែលមិនបានហូបទេសង្ស័យវាកើតអីមើលបងប្អូនឃើញអត់អាកន្លែងចំណុចនោះកន្លែងខ្មៅហ្នឹងគឺមានកងែងកងងហើយនេះបងប្អូននេះបន្ទាប់ពីវាបែកទៅយោងបានមួយអាទិត្យចាបន្ទាប់ពីបែកទៅយោងបានមួយអាទិត្យហ្នឹងគឺខ្ញុំទៅមើលម្ដងទៀតខ្ញុំឃើញអាស្ទងវាបងប្អូនស្ទងវាកងងហើយប្រេះជាពីរអញ្ចឹងពីនាយហ្មងអញ្ចឹងខ្ញុំស្ដាយដល់ហើយមិនដឹងថាបានហូបអត់ទេទៅពេលឲ្យវាចេញទៅយោងចេញអីមិនទាន់អស់ល្អផងក៏ខ្ញុំកាត់ចេញហើយព្រោះដោយសារខ្លាចវាចេញមកច្រើនពេកទៅធ្វើឲ្យខ្សោយដើមអញ្ចឹងណាក៏ខ្ញុំកាត់ហើយនេះបងប្អូនបន្ទាប់ពីចេញទៅយោងបាន2អាទិត្យចាទៅជែកខ្ញុំបានប៉ុណ្ណឹងហើយខ្ញុំមើលទៅដូចអត់សូវប្លែកផងបងប្អូនតាំងពីអាទិត្យតាំងពីថ្ងៃដំបូងរហូតដល់ឥឡូវហ្នឹងគឺវាអត់សូវប្លែកអញ្ចឹងបាទខ្ញុំចង់សួរបងប្អូនថាតើមានវិធីអីដែលអាចជួយឲ្យចេករបស់យើងហ្នឹងបានហូបនេះបានផ្លែល្អបានអីអញ្ចឹងណាចេកប៉ុណ្្នឹងហើយតើគួរដាក់ជីឬគួរយ៉ាងណាឬក៏មានវិធីសាស្ត្រអីបងប្អូនជួយខមមិនប្រាប់ខ្ញុំខាងក្រោមផងខ្ញុំពិតជាត្រូវការជំនួយមែនទែនបងប្អូនដែលដឹងវិធីជួយខមមិនប្រាប់ផងណាអរគុណច្រើនហើយបាយជួបគ្នាឆាប់ក្នុងវីដេអូក្រោយទៀត